លើកមុនខ្ញុំបានផុសវីដេអូពីឡានគេងថ្ងៃរបស់ឡារីតាហើយបន្ទាប់មកក៏មានបងប្អូនខ្ញុំគាត់ comment សួរខ្ញុំច្រើនខ្លាំងមែនតើមិនថា Facebook ឬក៏ TikTok ទេមានទាំងសំណួរក៏ដូចជា feedback ល្អៗហើយសួរថាមានបន្ទប់ទឹកអត់អីអត់អញ្ចឹងណាអញ្ចឹងខ្ញុំនឹងតបបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះបងដោយសារតែខ្ញុំមិនអាចតប comment បងប្អូនទាំងគ្នានៅវីដេអូមុនបានទេដោយសារវាច្រើនខ្លាំងពេកអញ្ចឹងដោយសារតែថ្ងៃហ្នឹងក៏ខ្ញុំទៅខេត្តសៀមរាបទៀតដែរថ្ងៃបុណ្យរំទូក៏អញ្ចឹងក៏ខ្ញុំជិះឡានគេងទៅដែរហើយសម្រាប់តម្លៃឡានគេងហ្នឹងគឺម្នាក់$16ហើយ2នាក់គឺ$32អញ្ចឹងអាខែដែលខ្ញុំយកពីរជាប់គ្នានេះគឺអស់$32ហើយសម្រាប់តម្លៃមួយនេះបើសិនជាអ្នកដែលគាត់ចង់សាកបទពិសោធន៍ថ្មីអាចសាកបានតែបើសិនជាគាត់ដើរបែបលក្ខណៈជា low budget ចង់share budget អីចឹងគឺខ្ញុំអត់ recommend ហើយនៅក្នុងកន្លែងគេយើងហ្នឹងគេក៏មាន free ជានំជាទឹកក៏ដូចជាកន្លែងសាកថ្មមានកន្លែងបើកបិទម៉ាស៊ីនត្រជាក់បើកភ្លើងបិទភ្លើងបើនិយាយទៅទាំង quality ទាំងអីគឺខ្ញុំឲ្យ10លើ10ហ្មងសេវាកម្មអីក៏ល្អដែរហើយសម្រាប់នៅក្នុងហ្នឹងគេក៏មានជាបន្ទប់ទឹកដែរមានបងគាត់សួរខ្ញុំច្រើនពាក់ព័ន្ធជាមួយនឹងបន្ទប់ទឹកថាមានអត់ចឹងណាចឹងសម្រាប់បន្ទប់ទឹកគឺគេមានតែក៏មិនធំអីពេកដែរមកល្មមមកខ្លួនយើងអាចអង្គុយបានណាបើនិយាយទៅតាំងពីគេដំណើរការឡានជិះពេលថ្ងៃមកគឺខ្ញុំចូលចិត្តជិះពេលថ្ងៃដោយសារតែវាមានទេសភាពស្អាតហើយភាគច្រើនពេលល្ងាច sunset ហ្នឹងគឺថាស្អាតមែនតើហ្មងហើយបើសម្រាប់ពេលមកវិញគឺខ្ញុំភាគច្រើនខ្ញុំជិះពេលយប់ហើយដោយសារតែយើងដើរបានដូចដើរបានមួយថ្ងៃទៀតអញ្ចឹងណាភាគច្រើនម៉ោង10ជាង2 10អីហ្នឹងគឺខ្ញុំចាប់ដើមចេញមកវិញហើយអញ្ចឹងពេលដែលយើងមកដល់អំពេញគឺភ្លឺហ្មងម៉ោង5ភ្លឺ6ភ្លឺអីអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកដែលគាត់មកដល់ភ្លាមធ្វើការភ្លាមអីក៏ចំណេញពេលមួយយ៉ាងដែរហើយសម្រាប់ទិសដៅអីបន្ថែមដែលបងប្អូនទាំងនេះចង់ដឹងថាគេមានទៅខេត្តណាខ្លះអាច download app Larita Bus បានដើម្បីដឹងពីព័ត៌មានលម្អិតអញ្ចឹងណាហើយបើសិនជាបងប្អូនទាំងនេះចង់មើលវីដេអូពេញអាចចូលទៅ subscribe channel YouTube ខ្ញុំម្នាក់មួយបានដែលខ្ញុំដាក់ link នៅក្នុង comment ណាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយកុំភ្លេច follow page ខ្ញុំម្នាក់មួយផងណាដើម្បីបានវីដេអូថ្មីៗបន្ថែមទៀតនៅពេលក្រោយបាយបាយ